បរិសម្នាក់នេះស្រាប់តែដឹងខ្លួនថាទូករបស់ពួកគេមិនមែនកំពុងបើកបរលើផ្ទៃសមុទ្រទេប៉ុន្តែវាបែរជាកំពុងអណ្តែតលើទីក្រុងមួយដែលត្រូវបានលិចលង់ទៅវិញនៅក្រោមជើងរបស់គាត់គឺជារួមដំបូលអគារខ្ពស់កប់ពុកដែលមានកម្ពស់រាប់សិបជាន់គាត់មើលជុំវិញខ្លួនដោយភាពភិតភ័យទីក្រុងដែលធ្លាប់តែមានភាពរុងរឿងនាពេលបច្ចុប្បន្ននៅសល់តែអគារខ្ពស់មួយចំនួនប៉ុណ្ណោះដែលផុសចេញពីផ្ទៃទឹកដូចជាកោះដាច់ស្រយាលចំណែកអ្វីផ្សេងទៀតសុទ្ធតែបានលិចលង់នៅក្រោមទឹកសមុទ្រដ៏ជ្រៅអន្លង់តើទីក្រុងនេះបានឆ្លងកាត់រឿងអ្វីទៅតើគ្រោះមហន្តរាយបែបណាដែលអាចធ្វើឲ្យអរិយធម៌ដែលសាងសង់ឡើងពីដែកនិងស៊ីម៉ង់ត្រូវរលាយសាបសូន្យឲ្យក្នុងមួយយប់តើកម្លាំងដ៏គួរឲ្យខ្លាចបែបណាដែលអាចហែកផែនដីទាំងមូលឲ្យដាច់ចេញពីគ្នារហូតធ្វើឲ្យផ្លូវរស់តែមួយគត់របស់មនុស្សជាតិនៅសល់ត្រឹមតែស្ពានព្យួរដ៏សាមញ្ញដែលភ្ជាប់ដោយខ្សែពួរពីរបីប៉ុណ្ណោះហើយតើថ្ងៃវិនាសកម្មបែបណាដែលអាចកើតឡើងនៅលើផ្ទៃសមុទ្រនេះផ្ទៃទឹកបានហក់ឡើងជារលកយក្សកម្ពស់រាប់សិបម៉ែត្រដែលលេបត្របាក់គ្រប់ជីវិតនៅតាមមាត់ឆ្នេរអស់ក្នុងមួយប៉ព្រិចភ្នែកថ្ងៃនេះខ្ញុំនឹងនាំយកភាពយន្តមហាវិនាសកម្មថ្ងៃបញ្ចប់លោកដែលទើបតែចាក់បញ្ចាំងមកជូនអ្នកទាំងអស់គ្នាដើម្បីតាមដានដំណើររឿងរបស់ក្រុមទូឯកក្នុងការតស៊ូយកជីវិតរស់នៅកណ្ដាលសេចក្តីស្លាប់ចំណែកឯដើមហេតុនៃមហន្តរាយនេះគឺត្រូវនិយាយតាំងពី5ឆ្នាំមុនកាយដុសកន្ទុយពីក្របព្រៀបដូចជាកាំបិតរបស់ទេវតាពិឃាតដែលបានហែកផែនដីពីការប៉ះទង្គិចដ៏គួរឲ្យខ្លាចនោះបានឆាប់ចេះផែនដីជាងពាក់កណ្ដាលក្នុងពេលភ្លាមហើយរលកកម្ដៅព្រៀបដូចជាសារក្រមជំនុំជម្រះថ្ងៃបញ្ចប់លោកបានបោកបក់កាត់គ្រប់អ៊ុញឆ្នេរដីក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមនុស្សប្រហែល 80% នៅលើពិភពលោកបានបាត់បង់ជីវិតអស់ទាំងស្រុង5ឆ្នាំបានកន្លងផុតទៅផែនដីនៅតែមិនអាចងើបផុតពីមហន្តរាយនោះបានឡើយបំណែកកាយដុសកន្ទុយរាប់មិនអស់នៅតែវិលជុំវិញកន្លងផែនដីព្រៀបដូចជាគ្រាប់បែកពេលវេលានីមួយអាចធ្លាក់មកលើដីនៅពេលណាក៏បានដោយគ្មានសញ្ញាអ្វីប្រាប់ទុកមុនអ្នកនៅរស់រានមានជីវិតបានព្យាយាមសាងសង់ផ្ទះសម្បែងឡើងវិញប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏បានរកឃើញថាពិភពលោកដែលបាក់បែកមួយនេះមិនដល់ឱកាសលើកទី2ដល់មនុស្សជាតិឡើយកម្មរស្មីវិទ្យុសកម្មដែលមាននៅគ្រប់ទីកន្លែងអាចសម្លាប់មនុស្សពេញវ័យម្នាក់ក្នុងរយៈពេលត្រឹមតែ3នាទីប៉ុណ្ណោះប៉ុន្តែរឿងដែលចម្លែកនោះគឺគេបានឮថាមានកន្លែងខ្លះនៅតែរក្សាភាពបៃតងបានយ៉ាងអស្ចារ្យប្រៀបដូចជាគ្រោះមហន្តរាយមិនដែលបានកើតឡើងអញ្ចឹងការស្វែងរកទឹកដីដ៏បរិសុទ្ធដែលមិនទាន់មានការបំពុលទាំងនោះបានក្លាយជាក្តីសង្ឃឹមតែមួយគត់របស់អ្នកនៅរស់រានមានជីវិតទាំងឡាយគ្រួសាររបស់ចុនដែលជាតួឯកបានរស់នៅយ៉ាងលំបាកលំបិននៅក្នុងលេនដ្ឋានមួយរួមជាមួយអ្នកដទៃប៉ុន្តែបរិយាកាសខាងក្រៅកាន់តែអាក្រក់ទៅដោយមានការរញ្ជួយដីកើតឡើងញឹកញាប់ហើយភ្នំភ្លើងអាចទុះឡើងនៅពេលណាក៏បានអ្នកដែលនៅក្នុងលេនដ្ឋានទាំងអស់សុទ្ធតែដឹងថាពួកគេមិនអាចស្នាក់នៅទីនេះបានយូរទៀតទេហើយចាំបាច់ត្រូវតែស្វែងរកផ្លូវរត់គេនៅថ្ងៃនោះចន្ទបានស្លៀកឈុតការពារកម្មរស្មីវិទ្យុសកម្មដោយមិនចុះចាញ់គាត់បានដើរចូលទៅក្នុងតំបន់រហោស្ថានម្ដងទៀតបន្ទាប់ពីឆ្លងកាត់ឆ្នេរខ្សាច់មួយស្រាប់តែខ្សែឆ្នេរសមុទ្របានលេចចេញនៅចំពោះមុខគាត់ចន្ទបានប្រាប់មិត្តភ័ក្តិរបស់គាត់តាមវិទ្យុដោយភាពភ្ញាក់ផ្អើលថាមានទូកសង្គ្រោះជីវិតមួយចំនួនចតនៅលើឆ្នេរខ្សាច់ហើយនៅឆ្ងាយក្នុងសមុទ្រមាននាវាពិឃាតច្រេះស៊ីមួយកំពុងអណ្តែតយ៉ាងស្ងៀមស្ងាត់នៅទីនោះចន្ទបានវាចូលទៅក្នុងនាវាពិឃាតតាមរយៈរន្ធនៅផ្នែកខាងក្រោមហើយបានរករកពេញមួយនាវាតែគ្មានការផ្គត់ផ្គង់គ្មានអ្នករស់រានមានជីវិតឡើយមានតែសាកសពមួយចំនួនដែលរលួយខ្ទេចអស់ទៅហើយនៅពេលដែលគាត់ត្រៀមខ្លួនចាក់ចេញស្រាប់តែឃើញការពណ៌ស្វាយមួយទងដែលទៀតនៅក្នុងកំណត់ឲ្យធ្វើដំណើរតាមសមុទ្រ5ឆ្នាំហើយដែលចន់មិនបានឃើញការគាត់គិតថាបើគាត់យកការនេះទៅឲ្យប្រពន្ធរបស់គាត់នាងប្រកាសជាចូលចិត្តវាជាមិនខានស្រាប់តែសម្លេងរត់ដ៏ប្រញាប់ប្រញាល់របស់មិត្តភ័ក្តិបានបន្លឺឡើងតាមកាសថាជួបវិទ្យុសកម្មនឹងកើតឡើងក្នុងរយៈពេល1នាទីបានមកដល់នៅពេលក្រោយយ៉ូហានទើបតែរត់ចេញពីនាវាពិឃាតពេលងាកក្រោយមកមើលគាត់ឃើញជាជាងព្យុះពណ៌ខ្មៅមួយកំពុងបក់បក់មកយ៉ាងសាហាវនៅមិនឆ្ងាយពីក្រោយគាត់ប៉ុន្មានទេផ្លេកបន្ទោដ៏គួរឲ្យខ្លាចនៅខាងក្នុងព្យុះបានទុះឡើងជាបន្តបន្ទាប់បើត្រូវវាបក់បក់ចូលទៅក្នុងនោះវិញវានឹងទៅជាយ៉ាងណាគឺមិនបាច់និយាយទេយ៉ូហ៊ានមិនហ៊ានគិតអ្វីទៀតទេក៏កម្រិតប្រវាសប្រាស់អស់ពីកម្លាំងកាយគាត់បានស្រែកហៅតាមកាសថាឲ្យមិត្តភ័ក្តិបើកទ្វាររងចាំមុនដោយអះអាងថាខ្លួននឹងអាចទៅដល់មុនពេលព្យុះមកដល់យ៉ាងពិតប្រាកដនៅចម្ងាយនោះទ្វារដែកនៃបន្ទាយបានបើកយឺតប៉ុន្តែព្យុះក៏បានដេញតាមមកដល់ក្រោយខ្នងគាត់បាត់ទៅហើយនៅពេលដែលគាត់រត់មកដល់មាត់ទ្វារផ្លេកបន្ទោមួយក៏ផ្ទុះឡើងពីក្រោយយ៉ូហានក៏ស្ទុះលោតផ្លោះទៅរកទ្វាររបាំងនោះក្រោយពីលោតចូលទៅបានហើយគាត់ក៏ស្រែកប្រាប់មិត្តភ័ក្តិឲ្យបិទទ្វារជាបន្ទាន់ទ្វារដែកត្រូវបានបិទហើយគ្រោះថ្នាក់ក៏បានរលត់ទៅវិញបន្ទាប់ពីសម្លាប់មេរោគពេញខ្លួននិងដោះឈុតការពីចេញយ៉ូហ៊ានបានអង្គុយនៅទីនោះទាំងដកដង្ហើមហត់ខ្សែចុះថាការពីបន្តិចមកនេះវានៅតែបន្តចាក់បញ្ចាំងនៅក្នុងខួរក្បាលរបស់ខ្ញុំមិនឈប់នៅក្នុងអាហារដ្ឋាននៃជំរកក្រំដីលោកចាំបានហុចការពណ៌ស្វាយនោះទៅឲ្យភរិយាឈ្មោះអាណាទទួលយកការនោះមកហើយភ្នែករបស់នាងក៏ភ្លឺថ្លាឡើង5ឆ្នាំមកហើយដែលនាងបានភ្លេចបាត់ទៅហើយថាការនោះមានរូបរាងយ៉ាងដូចម្តេចកូនប្រុសឈ្មោះនេសានដែលអង្គុយនៅក្បែរនោះបានមើលផ្កាហើយស្រាប់តែនិយាយពាក្យមួយឃ្លាថាកូនក៏ចង់ចេញទៅខាងក្រៅដើម្បីមើលវាដែរមុខរបស់ចន់ស្រាប់តែស្រពោនចុះហើយក៏ប្រមានកូនប្រុសភ្លាមថាខាងក្រៅវាគ្រោះថ្នាក់ខ្លាំងណាស់ហើយហាមដាច់ខាតមិនឲ្យចេញទៅណាទេនេសានពេបមាត់ហើយលែងនិយាយអ្វីទៀតអាណាគឺជាសមាជិកម្នាក់នៃក្រុមអ្នកគ្រប់គ្រងជំរកក្រំដីនាងបានចូលរួមប្រជុំដើម្បីពិភាក្សាអំពីបញ្ហាការទទួលយកអ្នកដែលមកសុំជំនួយពីខាងក្រៅនៅក្នុងបន្ទប់ប្រជុំអ្នកគ្រប់គ្រងមួយចំនួនកំពុងសម្លឹងមើលអេក្រង់ត្រួតពិនិត្យដើម្បីពិភាក្សាគ្នាស្រាប់តែអេក្រង់ទាំងអស់ក៏មានសភាពញញ៉ៃហើយវិនាទីបន្ទាប់មកជំរកក្រំដីទាំងមូលក៏ញ័រយ៉ាងខ្លាំងនេះមិនមែនជាការរញ្ជួយដីធម្មតានោះទេប៉ុន្តែជាការប្រេះស្រាំនៃសម្បកផែនដីដែលបានហែកជាស្នាមប្រេះដ៏ធំមួយនៅត្រង់មាត់ច្រកចេញចូលនៃលេនដ្ឋាននោះផ្ទាល់សំឡេងស៊ីរ៉ែនបានបន្លឺឡើងពេញលេនដ្ឋានហើយហ្វូងមនុស្សក៏មានភាពឆ្លាតចូលភ្លាមដោយមានសំឡេងស្រែកនិងយំពេញគ្រប់កន្លែងចន្ទបាននាំប្រពន្ធនិងកូនរបស់គាត់រៀបចំកញ្ចប់ស្បៀងយ៉ាងប្រញាប់ប្រញាល់រួចរត់យ៉ាងលឿនឆ្ពោះទៅកាន់ច្រកចេញប៉ុន្តែទ្វារមុខត្រូវបានហ្វូងមនុស្សដែលកំពុងភ័យស្លន់ស្លោបិទជិតអស់ទៅហើយសំណាងល្អដែលចន្ទតែងតែចេញទៅខាងក្រៅញឹកញាប់ទើបគាត់ស្គាល់ភូមិសាស្ត្រច្បាស់គាត់ក៏បាននាំប្រពន្ធកូនវៀងពីហ្វូងមនុស្សរត់ទៅកាន់ទ្វារក្រោយផ្លូវចេញនៅទ្វារក្រោយបានចាប់ផ្ដើមបាក់ស្រុតចុះហើយពួកគេទាំង3នាក់បានរត់គេចខ្លួនចេញទៅបាននៅនាទីចុងក្រោយបន្ទាប់ពីរត់ចេញពីលេនដ្ឋានបានហើយទេសភាពនៅចំពោះមុខកាន់តែច្របូកច្របល់ខ្លាំងឡើងដែលពោពេញទៅដោយមនុស្សរត់ភៀសខ្លួនគ្រប់ទីខ្លះពាក់ម៉ាស់ការពារខ្លះទៀតមិនមានអ្វីបិទបាំងមុខឡើយមនុស្សគ្រប់គ្នាមនុស្សម្នាក់កំពុងរត់យ៉ាងសន្ធាប់ទៅទីតែមួយហើយទូកសង្គ្រោះមួយចំនួននៅមាត់សមុទ្របានខ្លាចទីក្តីសង្ឃឹមតែមួយគត់ក្នុងការរត់គេចខ្លួនពួកមនុស្សបានសម្រុកទៅកាន់ឆ្នេរសមុទ្រដូចជាពងថ្មឆៅហើយទូកទី1ត្រូវបានគេចង្អៀតណែនតាំងតាប់ទៅហើយអ្វីដែលកាន់តែអាក្រក់នោះគឺមានក្រុមមនុស្សមួយចំនួនកំពុងឡើងទៅលើទូកដោយមិនខ្លាចស្លាប់ដែលធ្វើឲ្យទូកចាប់ផ្ដើមអៀងយ៉ាងខ្លាំងហើយក៏ប្រឡាប់ទៅក្នុងទឹកយ៉ាងឆាប់រហ័សយ៉ូហ៊ានដឹងខ្លួនភ្លាមថាមានរឿងមិនស្រួលក៏នាំប្រពន្ធនិងកូនរត់បន្តទៅកាន់ទូកនៅខាងមុខរត់បានពាក់កណ្ដាលផ្លូវគាត់ស្រាប់តែឃើញមិត្តភ័ក្តិរបស់គាត់ត្រូវបានមនុស្សមួយក្រុមសង្កត់ក្បាលក្នុងទឹកសមុទ្រដើម្បីដណ្ដើមម៉ាស់ការពាររបស់គាត់យ៉ូហ៊ាននិងអាណាបានស្ទុះចូលទៅជួយដោយប្រើកម្លាំងទីមនុស្សទាំងនោះ
ចេញហើយអូសមិត្តភ័ក្តិដែលបានឆ្លក់ទឹកជាច្រើនដងនោះចេញពីក្នុងសមុទ្រនៅពេលនោះដែរម៉ាស់ការពីរបស់យូហេនក៏ត្រូវបានគេដណ្ដើមយកទៅបាត់ប៉ុន្តែយូហេនក៏មិនអាចរត់តាមយកមកវិញបានដែរខ្ញុំបាននាំមិត្តភ័ក្តិរត់យ៉ាងប្រញាប់ប្រញាល់ទៅរកទូកបន្ទាប់ហើយទីបំផុតក៏បានបៀតចូលក្នុងកាប៊ីនទូកទាំងប្រដាប់ប្រដួលទើបតែឈរនឹងជើងបានក៏មានសំឡេងស្រែកចេញពីក្នុងទូកថាបិទទ្វារប្រញាប់បិទទ្វារទៅបើមិនបិទទេយើងទាំងអស់គ្នានឹងមិនអាចចេញរួចឡើយអ្នកដែលឈរយាមនៅមាត់ទ្វារកាប៊ីនបានខំថ្មិញហើយសម្រាប់ចិត្តបិទទ្វារយ៉ាងខ្លាំងដោយមិនអាណិតអាសូរឡើយមនុស្សជាងពាក់កណ្ដាលទៀតនៅខាងក្រៅមិនទាន់បានឡើងទូកទេពួកគេនាំគ្នាគៀទូកនិងស្រែកយំដោយអស់សង្ឃឹមនៅពេលនោះដែរនេសានបានទាញដៃចិនភ្លាមចំក៏ងាកក្រោយទៅមើលហើយឃើញជញ្ជាំងទឹកកម្ពស់រាប់សិបម៉ែត្រកំពុងហូរមកយ៉ាងសន្ធប់នៅលើផ្ទៃសមុទ្រពួកមនុស្សនៅលើច្រាំងដែលមិនទាន់បានឡើងទូកការបានឃើញទស្សនភាពនេះក៏អស់សង្ឃឹមទាំងស្រុងពួកគេស្រែកហូរហែរត់ត្រឡប់ក្រោយប៉ុន្តែវាយឺតពេលទៅហើយរលកយក្សប្រៀបដូចជាសត្វចម្លែកដ៏ធំមួយដែលលេបត្របាក់មនុស្សទាំងអស់នៅលើច្រាំងក្នុងមួយប៉ព្រិចភ្នែកទូកតូចនោះវិលវល់យ៉ាងខ្លាំងនៅក្នុងរលកយក្សផ្ទៃមេឃវិលវល់ដូចបង្កត្រឡប់មនុស្សម្នាទាំងអស់ត្រូវបានក្រវ៉ាត់ដួលរីប៉ាយបន្ទាប់ពីឆ្លងកាត់ការប្រឡាក់ចាក់អស់មួយសន្ទុះទើបទីបំផុតភាពស្ងប់ស្ងាត់បានត្រឡប់មកវិញចិនបានពិនិត្យមើលទីដៅហើយបានណែនាំឲ្យនាវីធ្វើដំណើរឆ្ពោះទៅទីអាគ្នេយ៍ប្រសិនបើអ្វីដំណើរការដោយរលូននោះក្នុងរយៈពេលមួយសប្តាហ៍នឹងអាចទៅដល់ទីក្រុងឡុងប៉ុន្តែរយៈពេលមួយសប្តាហ៍នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនេះនៅក្នុងកាប៊ីននាវីដែលបិទជិតនិងចង្អៀតបែបនេះគឺមិនមែនជារឿងងាយស្រួលនោះទេចិនបានយកឧបករណ៍វាស់គុណភាពខ្យល់មកពិនិត្យហើយស្រាប់តែរកឃើញថាគុណភាពខ្យល់មានភាពល្អប្រសើរទើបអ្នកគ្រប់គ្នាហ៊ានដោះម៉ាស់ការពីចេញហើយស្រូបយកខ្យល់អាកាសបរិសុទ្ធដែលពួកគេខានទទួលបានយូរមកហើយទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់អាចសប្បាយចិត្តបានឡើយប្រទេសអ៊ីស្លង់បានបាត់បង់ទាំងស្រុងទៅហើយទីដៅនៃជ្រោមទឹកសមុទ្រក៏បានផ្លាស់ប្ដូរដែរគ្មាននរណាម្នាក់ដឹងថាពួកគេអាចទៅដល់ទីក្រុងឡុងដោយសុវត្ថិភាពឬអត់នោះទេអ្នករាល់គ្នាបានត្រឹមតែបួងសួងដោយស្ងៀមស្ងាត់ក្រោយពេលយប់មកដល់ចង់ក៏បានដេកសម្រាកនៅក្នុងកាប៊ីននាវីអ្នកបើកភ្នែកមើលជុំវិញខ្លួនម្ដងម្កាលដោយខ្លាចមានរឿងអ្វីកើតឡើងដោយមិននឹកស្មានដល់នៅថ្ងៃបន្ទាប់គ្រោះថ្នាក់ក៏បានកើតឡើងមែនទូកស្រាប់តែឈប់ម៉ាស៊ីនមានបញ្ហាហើយទូកទាំងមូលអណ្ដែតលើផ្ទៃសមុទ្រដោយគ្មានចលនាបើបន្តបែបនេះទៅមុខទៀតគឺមានតែផ្លូវស្លាប់មួយគត់ចន់បានចុះទៅក្នុងបន្ទប់ម៉ាស៊ីនដើម្បីត្រួតពិនិត្យនិងជួសជុលហើយសំណាងល្អដែលទីបំផុតបានជួសជុលទូកនោះបានជោគជ័យដល់ពេលយប់ចន់និងកូនប្រុសបានមុខមើលមេឃផ្កាយព្រះខែកន្លងមកបានបាត់បង់ទៅហើយជំនួសមកវិញដោយបំណែកមករកមិនអស់ដែលកំពុងអណ្ដែតក្នុងលំហអាកាសមើលទៅដូចជាខ្សែពន្លឺដ៏ចម្លែកមួយដែលលាតសន្ធឹងពីពេញផ្ទៃមេឃប្រមាណថ្ងៃបានកន្លងផុតទៅយ៉ាងលឿនអាហារនៅលើទូកក៏អស់រលីងមនុស្សគ្រប់គ្នាគ្រានរហូតដល់សន្លប់ស្មារតីអង្គុយផ្អែកក្នុងកាប៊ីនទូកដោយមិនកម្រើកខ្លួនអ្វីទាំងអស់នៅពេលនោះឯងទូកស្រាប់តែទៅបុកនឹងអ្វីម្យ៉ាងហើយក៏ឈប់ភ្លាមចន់រុញទ្វារបើកមើលឃើញអ្វីដែលនៅចំពោះមុខពួកគេគឺសុទ្ធតែជាសំណង់ដែលលេចក្នុងទឹកត្រឹមតែដំបូលអគារខ្ពស់ប៉ុណ្ណោះដែលលេចផុតពីផ្ទៃទឹកប៉ុន្តែតាមរយៈសំណង់ទាំងនោះក៏អាចឲ្យដឹងច្បាស់ថាទីនេះគឺជាទីក្រុងលីវើពូលមនុស្សគ្រប់គ្នាក៏ភ្ញាក់ខ្លួនឡើងភ្លាមទូកក៏ចូលចតនៅដីគោកមិនឆ្ងាយប៉ុន្មានពីទីនោះយ៉ាងរហ័សពួកគេដើរទៅមុខតាមដងផ្លូវហើយក៏បានឃើញសេចក្តីជូនដំណឹងមួយបិទនៅលើផ្លាកសញ្ញាផ្លូវថាទីក្រុងលីវើពូលត្រូវបានគេបោះបង់ចោលហើយយូហៀនបានយកឧបករណ៍វាស់ស្ទង់ចេញមកពិនិត្យមើលទៅគុណភាពខ្យល់គឺអាចទទួលយកបានខ្លះប៉ុន្តែប្រសិនបើត្រូវប៉ះពាល់នឹងបរិយាកាសដែលមានជាតិវិទ្យុសកម្មបែបនេះក្នុងរយៈពេលយូរវានឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពពេលនេះចាំបាច់ត្រូវតែស្វែងរកជំរកការពារគ្រាប់បែកឬកន្លែងសុវត្ថិភាពឲ្យបានឆាប់បំផុតនៅពេលនោះឯងស្រាប់តែឃើញមានមនុស្សមួយក្រុមនៅខាងមុខយូហានក៏ប្រញាប់នាំគ្រួសាររបស់គាត់ដើរតាមទៅភ្លាមតែមិនបានប៉ុន្មានផងទស្សនវិជ្ជានៅចំពោះមុខបានធ្វើឲ្យពួកគេស្រឡាំងកាំងមានជនភៀសខ្លួនយ៉ាងច្រើនក៏ប្រមូលផ្ដុំគ្នានៅទីនេះដោយសារតែការប៉ះពាល់ជាមួយជាតិវិទ្យុសកម្មក្នុងរយៈពេលយូរពួកគេក៏ស្បែករបស់គាត់បានផ្លាស់ប្ដូរហើយមិនឆ្ងាយប៉ុន្មានមានជញ្ជាំងបែងចែកដ៏ខ្ពស់មួយហើយទីហ៊ាននៅខាងក្នុងកំពុងកាន់អាវុធត្រៀមលក្ខណៈយ៉ាងតឹងរឹងមន្ត្រីម្នាក់ឈរលើកំពូលជញ្ជាំងស្រែកខ្លាំងថាមានតែមន្ត្រីជាន់ខ្ពស់ដែលមានបានអនុញ្ញាតទើបអាចចូលបានអាណាបានប្រញាប់ដកស្លាកសញ្ញារបស់ខ្លួនចេញមកលើកឡើងមន្ត្រីនោះបានប្រឡេកមើលមួយផ្លែតរួចងក់ក្បាលនៅពេលដែលអ្នកគ្រប់គ្នាកំពុងធូរចិត្តស្រាប់តែមិត្តរបស់ជនមានការភ័យស្លន់ស្លោព្រោះស្លាកសញ្ញារបស់គាត់បានបាត់ទៅហើយមិត្តភក្តិម្នាក់នោះបានរត់ទៅជិតជញ្ជាំងហើយស្រែកប្រាប់ឈ្មោះនិងទូនីតិរបស់ខ្លួនយ៉ាងខ្លាំងដោយមើលឃើញថាស្ថានភាពចិត្តនឹងគ្រប់គ្រងលែងបានទីហ៊ានក៏លែងរងចាំទៅទៀតភាពជលីចោបានកើតឡើងភ្លាមទីហ៊ានក៏បិទច្រកចូលដោយបង្ខំហើយក្រុមគ្រួសាររបស់ចន់ក៏មិនអាចចូលបានដែរនៅពេលនោះឯងមេឃនៅឆ្ងាយក៏ស្រាប់តែប្រែពណ៌ព្យុះកាំរស្មីដ៏ធំមួយកំពុងតែបោកបក់មកយ៉ាងលឿនពួកមនុស្សចាប់ផ្ដើមមានភាពច្រឡះចោលហើយរត់គេចខ្លួនបែកគ្នាយូហៀនបានទាញដៃប្រពន្ធនិងកូនរបស់គាត់រត់យ៉ាងលឿនស្របពេលដែលមានឡានមួយបើកមកដល់យូហៀនក៏រត់ទៅចូលរារាំងនៅមុខឡាននោះតែម្ដងគាត់បានអង្វរអ្នកបើកបរឲ្យជួយជូនពួកគេទៅទីក្រុងឡុងអ្នកបើកបរបានសម្លឹងមើលពួកគេបន្តិចរួចលូកដៃចេញមកហើយនិយាយត្រង់ថាគាត់ត្រូវការនាឡិកាដៃដើម្បីជាការដោះដូរយូហៀនមិនស្ទាក់ស្ទើរឡើយក៏ដោះនាឡិកាដៃរបស់គាត់ហុចឲ្យភ្លាមបន្ទាប់ពីទទួលយកនាឡិកាអ្នកបើកបរបានបើកទ្វារឡានយូហៀនក៏ប្រញាប់នាំប្រពន្ធនិងកូនឡើងឡានហើយថ្លែងអំណរគុណដល់អ្នកបើកបរមិនដាច់ពីមាត់នៅក្នុងពិភពលោកដែលជិតដល់ថ្ងៃវិនាសនេះការជួបមនុស្សដែលព្រមជួយយើងពិតជាសំណាងបំផុតហើយតែអ្នកណានឹងដឹងថាគ្រោះថ្នាក់ពិតប្រាកដនៅរងចាំពួកគេនៅខាងមុខទៅវិញឡានបានបើកយ៉ាងលឿនឆ្ពោះទៅកាន់ទីក្រុងឡុងបន្ទាប់ពីធ្វើដំណើរបានជាងពាក់កណ្ដាលផ្លូវអ្នកបើកបរបានជប់ឡាននៅតាមទីចាំផ្លូវអ្នកទាំងអស់គ្នាអាចចុះទៅខាងក្រោមដើម្បីបន្តបងបានចិនបាននាំប្រពន្ធនិងកូនចុះពីលើឡានប៉ុន្តែមិនទាន់បាននៅខាងក្រៅយូរផងគាត់ក៏ដឹងថាមានអ្វីមួយមិនប្រក្រតីស្រាប់តែមានសំឡេងប្លែកមួយបន្លឺឡើងពីលើមេឃចិនបានស្ទាបដីដោយមិនដឹងខ្លួនបទពិសោធន៍ពីមុនបានប្រាប់គាត់ថានេះមិនមែនជាព្យុះវិទ្យុសកម្មទេប៉ុន្តែអាចជាគ្រោះថ្នាក់ដ៏ធំជាងនេះទៅទៀតគាត់ងើបមុខឡើងយ៉ាងលឿនហើយពិតជាបានឃើញនៅលើមេឃចម្ងាយមិនឆ្ងាយប៉ុន្មានមានគ្រាប់ភ្លើងរាប់មិនអស់កំពុងហោះសម្ដៅមកកាន់ទីដៅរបស់ពួកគេភ្លៀងបំណែកកាយដុសកន្ទុយចិននិងអ្នកផ្សេងទៀតលែងមានកន្លែងសម្រាប់រត់គេចខ្លួនទៀតហើយមានតែត្រូវរកកន្លែងជ្រកនៅទីនោះតែម្ដងពួកគេបានពួននៅក្រោយដើមឈើធំមួយហើយអបគ្នាជាប់សីតុណ្ហភាពនៅលើមេឃបានកើនឡើងយ៉ាងខ្លាំងក្នុងមួយប៉ព្រិចភ្នែកបំណែកថ្មដែលកំពុងចេះរាប់មិនអស់បានធ្លាក់មកលើដីដូចជាផ្កាយដុសកន្ទុយរាល់ពេលដែលវាបុកប៉ះម្ដងវាបានបង្កជាពន្លឺភ្លើងនិងធូលីដីយ៉ាងសន្ធោសន្ធៅសំណាងល្អអ្នកផ្សេងទៀតមិនមានរឿងអីកើតឡើងទេបន្ទាប់ពីអ្វីស្ងប់ស្ងាត់ទៅពួកគេបានរុករករបស់របរដែលនៅប្រើបានពីក្នុងចំណោមបាក់បែកហើយបន្តដំណើរទៅមុខទៀតឆ្ពោះទៅកាន់ទីក្រុងឡុងមិនយូរប៉ុន្មានពួកគេក៏បានមកដល់ផ្ទះរបស់ម្ដាយអាណាម្ដាយរបស់អាណាពេលឃើញកូនស្រីកូនប្រសានិងចៅដែលមិនបានជួបគ្នាយូរមកហើយនោះភ្នែកគាត់ឡើងក្រហមហើយក៏អបគ្នាដោយភាពរំភើបការការពារនៅទីនេះរបស់ម្ដាយគឺធ្វើបានល្អណាស់ទោះបីជាដាច់ទឹកដាច់ភ្លើងក៏ដោយប៉ុន្តែគាត់និងមនុស្សមួយចំនួនទៀតបានគ្រប់គ្រងទីនេះឲ្យនៅអាចរស់នៅបានដោយលំបាកបន្តិចទីបំផុតគ្រួសាររបស់ចន់ក៏អាចដកដង្ហើមធំបានខ្លះពេលដែលអាណាកំពុងសម្រាប់ស្រាប់តែពេលឮសំឡេងក្អកយ៉ាងខ្លាំងចេញពីបន្ទប់ទឹកគាត់ក៏ដើរទៅមើលហើយក៏ប្រទះឃើញឈាមនៅលើអាងលាងដៃនៅពេលដែលយន់ឃើញអែនដឹងរឿងនេះហើយគាត់ដឹងថា
គាត់មិនអាចលាក់បាំងបានទៀតទេទើបគាត់សម្រេចចិត្តប្រាប់ការពិតទៅនេះតាំងពីនៅក្នុងជន់ក្រោមដីមកគ្រូពេទ្យបានប្រាប់ថាប្រសិនបើចាប់ផ្ដើមក្អកចេញឈាមមានន័យថាគាត់នៅសល់ពេលត្រឹមតែ6ទៅ8សប្តាហ៍ទៀតប៉ុណ្ណោះហើយប្រហែលជាមកពីគាត់ចេញក្រៅជន់ក្រោមដីងឹតនៅពេកឯណាក៏ស្ងៀមស្ងាត់ទៅភ្លាមទោះបីជានៅក្នុងសម័យកាលដ៏អាក្រក់ហើយទោះបីជាធ្លាប់ឃើញភាពស្លាប់រស់ជាច្រើនក្តីប៉ុន្តែនៅពេលដែលថាបុរសជាទីស្រឡាញ់របស់នាងនៅសល់ជីវិតមិនដល់2ខែទៀតនោះនាងនៅតែមិនអាចទទួលយកការពិតដ៏សែនខុសខើមួយនេះបានជន់អោបអែនយ៉ាងណែនហើយបន្តិចក្រោយមកក៏និយាយថាយើងមិនអាចនៅទីនេះបានទេខ្ញុំត្រូវតែប្រញាប់ទៅស្វែងរកកន្លែងរស់នៅដ៏ល្អប្រសើរនោះដើម្បីឲ្យអ្នកទាំងអស់គ្នាអាចរស់នៅបានដោយសុវត្ថិភាពនៅថ្ងៃបន្ទាប់ពួកគេទាំងប៉ុន្មានអ្នកបានលាមដៃហើយមុនពេលចេញទៅម្ដាយក៏បានប្រគល់កាំភ្លើងខ្លីមួយដាំឲ្យពួកគេគាត់បានហុចកាំភ្លើងទៅឲ្យជន់រួចចាប់ឲ្យគាត់មើលថែកូនស្រីនិងកូនតូចឲ្យបានល្អហើយក៏ចាប់ផ្ដើមបើកឡានចេញដំណើរទៅបែបនោះក្រោយចាក់ចេញពីទីក្រុងឡុងហើយធ្វើដំណើរឆ្លងកាត់ព្រៃរ៉យ៉ាងគឺមានភាពស្ងប់ស្ងាត់ណាស់ប៉ុន្តែនៅពេលធ្វើដំណើរលើផ្លូវក្រោយពេលយប់ជ្រៅហើយការមិននឹកស្មានដល់ក៏បានកើតឡើងភ្លាមក្មេងស្រីដែលធ្វើដំណើរជាមួយត្រូវបានគេបាញ់ចំក្បាលស្លាប់ភ្លាមហើយខ្លួនប្រាណរបស់នាងក៏ដួលកាប់មុខនៅលើកៅអីចន់ក៏ចុះពីយន្តភ្លាមដើម្បីព្រមជើងការដោយមានសម្លេងស្រែកចេញពីក្នុងភាពងឹតមកថាឲ្យទុកឡានចោលសំណាងហើយដែលចន់មានកាំភ្លើងខ្លីសម្រាប់តបវិញបើមិនដូច្នោះទេពួកគេទាំងអស់គ្នាប្រហែលជាត្រូវបាត់បង់ជីវិតនៅទីនេះហើយប្រហែលជាដោយសារគូប្រកួតមើលស្រាដៃគូចន់ក៏បានបាញ់សម្លាប់អ្នកនៅខាងឆ្វេងយ៉ាងឆាប់រហ័សរីឯអ្នកនៅខាងស្ដាំក៏ចាប់ផ្ដើមប្រុងប្រយ័ត្នយ៉ាងខ្លាំងហើយមិនហ៊ានចេញមុខមកនេះទៀតឡើយនៅពេលដែលចន់តម្រង់កាំភ្លើងដើម្បីបាញ់តបវិញគាត់បានចុចកែកាំភ្លើងប៉ុន្តែស្រាប់តែដឹងថាគ្រាប់កាំភ្លើងអស់បាត់ទៅហើយនៅគ្រាដ៏តានតឹងនោះអាណាបានចាប់កាំភ្លើងរបស់ក្រុមចៅដែលស្លាប់ដើម្បីដោះស្រាយជាមួយក្រុមចៅម្នាក់ទៀតហើយអ្នកទាំង3ក៏បានរួចផុតពីគ្រោះថ្នាក់មួយនេះដោយសុវត្ថិភាពនៅពេលថ្ងៃបន្ទាប់ពួកគេបានរៀបចំពិធីបុណ្យសពក្មេងស្រីដែលរួមដំណើរជាមួយពួកគេហើយបន្តដំណើរទៅកាន់គោលដៅដែលមិនស្គាល់អត្តសញ្ញាណបន្តទៀតរថយន្តបានបើកបរអស់រយៈពេលជាយូរនៅលើផ្លូវភ្នំដែលគ្មានទីបញ្ចប់ស្រាប់តែប្រទះឃើញរថយន្តជាច្រើនគ្រឿងចាត់នៅខាងមុខចិនចុះពីលើរថយន្តមកមើលធ្វើឲ្យគាត់ស្រឡាំងកាំងមានស្នាមប្រេះដ៏ធំមួយនៅចំពោះមុខភ្នែកស្រទាប់ផែនដីត្រូវបានរហែកបង្កើតជាជ្រោះដ៏ជ្រៅដែលកាប់ផ្ដាច់ផ្លូវទាំងស្រុងបើចង់ឆ្លងទៅខាងទៀតគឺមានតែពឹងផ្អែកលើជណ្ដើរខ្សែពួរដ៏សាមញ្ញមួយដែលដាក់ឆ្លងកាត់ច្រាំងថ្មចោតនោះប៉ុណ្ណោះខ្យល់ចាប់ផ្ដើមបក់បោកជុំវិញខ្លួនចន់មិនហ៊ានបង្អង់យូរឡើយគាត់បានឡើងចុះតាមជណ្ដើរនោះមុនគេហើយប្រាប់នេថាថាកុំឲ្យមើលចុះក្រោមឲ្យសោះមើលទៅហាក់ដូចជាគ្មានអ្វីកើតឡើងទេប៉ុន្តែនៅពេលដែលជើងរបស់ចន់បានជន់លើខ្សែស្ពានភ្លាមអារម្មណ៍ភ័យខ្លាចក៏កើតឡើងពេញខ្លួនប៉ុន្តែពួកគេគ្មានជំរឿអ្វីក្រៅពីខំប្រឹងបន្តដំណើរទៅមុខទៀតនោះទេអាណាដើរតាមក្រោយទាំងខ្លួនញ័រត្រើកដោយសារភាពភ័យខ្លាចហើយមាត់ក៏ស្រែកមិនឈប់នៅពេលនោះស្រាប់តែមានខ្យល់ព្យុះបក់មកយ៉ាងខ្លាំងធ្វើឲ្យពួកគេទាំង3នាក់ត្រូវខ្យល់បក់ឲ្យយកទៅមកហើយស្ទើរតែនឹងធ្លាក់ចេញទៅក្រៅខ្យល់បក់ហឺសូវីនៅតាមត្រចៀកស្ពានយកកម្រិតយ៉ាងខ្លាំងពួកគេទាំងប៉ុន្មាននាក់ក៏អបជាប់នឹងខ្សែពួរមិនហ៊ានកម្រិតខ្លួនឡើយរងចាំរហូតដល់10វិនាទីជាងទើបខ្យល់ចាប់ដើមស្ងប់ទៅវិញពួកគេប្រញាប់បង្កើនល្បឿនហើយក៏បានឆ្លងផុតស្ពានយកនោះប៉ុន្តែការសាកល្បងពិតប្រាកដទើបតែចាប់ដើមប៉ុណ្ណោះនៅខាងមុខគឺជាជណ្ដើរឡើងដែលសាមញ្ញជាងនេះទៅទៀតដែលតម្រូវឲ្យពួកគេវាដោយប្រើទាំងដៃទាំងជើងទើបអាចឆ្លងផុតបានចិនបានឲ្យប្រពន្ធនិងកូនទៅមុនបន្ទាប់ពី2-3នាទីមនុស្សទាំង3នាក់បានលូនលើជណ្ដើរយឺតហើយរាល់ពេលដែលពួកគេវារំដងជណ្ដើរក៏បញ្ចេញសំឡេងគ្រឹះគួរឲ្យខ្លាចនៅពេលដែលពួកគេវាមកដល់ចំកណ្ដាលដីក៏ស្រាប់តែញ័រយ៉ាងខ្លាំងជណ្ដើរនៅក្រោមជើងរបស់ចុននិងអ្នកដទៃទៀតក៏ចាប់ផ្ដើមញ័រយ៉ាងខ្លាំងហើយជណ្ដើរខាងឆ្វេងដោយសារតែការតោងមិនជាប់ល្អក៏ចាប់ផ្ដើមរអិលចេញពីទីតាំងដើមខណៈដែលមានមនុស្សម្នាក់កំពុងតោងជាប់លើជណ្ដើរនោះដោយភាពភ័យស្លន់ស្លោទាំងស្រុងគាត់បានរុញមនុស្សម្នាក់ទៀតនៅក្បែរនោះចេញដែលអ្នកនោះមិនទាន់ទាំងបានដឹងខ្លួនផងក៏ធ្លាក់ចុះទៅក្រោមទាំងក្រឡាប់ចាក់ប៉ុន្តែវានៅមិនទាន់ចប់នោះទេពេលឃើញជណ្ដើរក្រោមជើងរបស់ខ្លួនហៀបនឹងគាត់បានសម្លឹងឃើញជណ្ដើរដែលនៅក្បែរនោះចិនមានប្រតិកម្មភ្លាមរួចក៏ស្ទុះទៅចាប់នេសានបានទាន់ពេលវេលាដោយមានការជួយពីប្រពន្ធពួកគេបានចាប់ក្មេងនោះជាប់យ៉ាងណែនហើយខំប្រឹងវាទៅត្រើយម្ខាងយ៉ាងអស់ពីសមត្ថភាពពេលដែលអ្នកទាំងប៉ុន្មានអ្នកទើបតែទៅដល់ត្រើយម្ខាងស្ពាននៅខាងក្រោយពួកគេក៏លំដួលទាំងស្រុងអ្នកទាំង3បានដើរថ្មើរជើងអស់រយៈពេលជាយូរមកហើយរហូតដល់អស់កម្លាំងល្វើយក៏នៅតែមិនអាចរកឃើញកន្លែងក្នុងក្តីស្រមៃតាមការនិទាននោះឡើយនៅចំពោះមុខពួកគេមានតែដីដែលត្រូវភ្លើងឆេះតិចទីពេញគ្រប់ទីកន្លែងដោយគ្មានសញ្ញានៃជីវិតសូម្បីតែបន្តិចនៅពេលនោះឯងបុរសម្នាក់កាន់កាំភ្លើងក៏បានបង្ហាញខ្លួននៅចំពោះមុខពួកគេចន់ប្រញាប់លើកដៃឡើងលើហើយណែនាំឈ្មោះរបស់ខ្លួនទាំង3នាក់និងគោលបំណងនៃការមកទីនេះមិននឹកស្មានថាបុរសនោះបានដាក់អាវុធចុះបន្ទាប់ពីស្ដាប់ចប់ហើយថែមទាំងនាំពួកគេទៅកាន់មូលដ្ឋានសម្ងាត់របស់គាត់ទៀតផងពេលនេះពួកគេបានមកដល់ទីក្រុងមួយនៅភាគខាងជើងប្រទេសបារាំងរួចហើយបុរសនោះរស់នៅក្នុងមូលដ្ឋាននោះបានទទួលស្វាគមន៍ជនចម្លែក3នាក់ដោយនិយាយថាពួកគេចង់ទៅស្វែងរកកន្លែងក្នុងក្តីស្រមៃបុរសនោះមកបាល់ហើយនិយាយថាកន្លែងនោះពិតជាមានមែនដែលគេហៅថាមាត់ភ្នំភ្លើងប៉ុន្តែការទៅទីនោះគឺពិបាកខ្លាំងណាស់កងទ័ពដែលនៅសេសសល់ពីបាក់ពួកផ្សេងកំពុងតែធ្វើសង្គ្រាមនឹងគ្នាឥតឈប់ឈរហើយដីគោគឺមិនអាចឆ្លងកាត់បានឡើយប៉ុន្តែប្រសិនបើអ្នកពិតជាចង់ទៅមែនខ្ញុំអាចប្រាប់អ្នកពីផ្លូវសម្ងាត់មួយបុរសនោះបានដករូបថតមួយសន្លឹកចេញពីហោបាល់ហុចឲ្យចន់រូបថតនេះគឺជាបានអនុញ្ញាតឆ្លងកាត់ដោយគ្រាន់តែប្រគល់វាទៅឲ្យមន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យនោះនឹងអាចឆ្លងកាត់បានយ៉ាងលូនដែលធ្វើឲ្យមានសុវត្ថិភាពជាងមុនច្រើនបន្ទាប់មកបុរសនោះក៏បានស្នើសុំឲ្យចិននាំកូនស្រីរបស់គាត់ឈ្មោះកាមីលទៅទីនោះជាមួយគ្នាដែរព្រោះមានតែទីនោះទេដែលជាកន្លែងអាចចាប់ផ្ដើមជីវិតថ្មីបានអាណាបានយល់ព្រមព្រៀងនៅពេលនោះពួកគេទាំងប៉ុន្មានអ្នកបានបើករថយន្តបន្តដំណើរទៅមុខទៀតប៉ុន្តែអាការកក់របស់ចិនកាន់តែធ្ងន់ធ្ងរឡើងពួកគេបានរកកន្លែងមានសុវត្ថិភាពដើម្បីសម្រាប់ប៉ុន្តែទើបតែឈប់ភ្លាមក៏ស្រាប់តែជួបនឹងក្រុមប្រដាប់អាវុធមួយក្រុមដែលតម្រង់អាវុធដាក់ពួកគេភ្លាមទីហ៊ានម្នាក់ស្រែកខ្លាំងថានៅទីនេះពោពេញទៅដោយគ្រាប់មីនការដែលអ្នករស់រានមានជីវិតដើរមកដល់ទីនេះបានគឺសំណាងណាស់ទៅហើយកាមីលបានប្រើភាសាបារាំងពន្យល់ពីគោលបំណងរបស់ពួកគេទើបទីហ៊ានម្នាក់នោះបន្ថយការប្រុងប្រយ័ត្នហើយថែមទាំងសម្រេចចិត្តជួយពួកគេឲ្យឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដែលលំបាកបំផុតនៅយប់នោះទៀតផងទីហ៊ានលោកនោះនិយាយថាកន្លែងនេះជាផ្លូវដែលត្រូវតែឆ្លងកាត់ដើម្បីទៅដល់មាត់ភ្នំភ្លើងប៉ុន្តែនៅទីនេះមានការប្រយុទ្ធគ្នាតាំងពីព្រឹករហូតដល់យប់ហើយកម្លាំងបាញ់ប្រហាររបស់ទីទាំងពីរក៏មិនដែលឈប់ឈរឡើយនៅយប់នោះទីហ៊ានបាននាំមនុស្សទាំង4នាក់ឆ្លងកាត់របងនោះបណ្ដាហើយចូលទៅក្នុងតំបន់មាត់សមុទ្រសំឡេងកាំភ្លើងបន្លឺឡើងពីគ្រប់ទីទីគ្រាប់កាំភ្លើងធំទូនៅក្បែរនោះមិនឈប់ឈរដីនឹងកំទេចមុខទៀតចេញមកឈប់ពួកគេទាំងប៉ុន្មានអ្នកកោងពួនរត់តាមពីក្រោយទីហ៊ានយ៉ាងប្រកិតខណៈគ្រាប់កាំភ្លើងហោះកាត់ក្បាលយ៉ាងកងរំពងគ្រប់វិនាទីសុទ្ធតែអាចត្រូវគ្រាប់កាំភ្លើងមកវិញចិនចាប់ដៃនេសិនយ៉ាងណែនហើយអាណាដើរតាមពីក្រោយយ៉ាងប្រកិតខាមីលខាមាត់យ៉ាងណែនដោយមិននិយាយអ្វីទាំងអស់គាត់រត់កាត់រណ្ដៅគ្រាប់បែកនិងជីពីសាកសពមួយចំនួនរហូតដល់ទីបំផុតក៏បានទៅដល់តំបន់ដែលមានសុវត្ថិភាពជាងមុនទីហ៊ានម្នាក់ដកដង្ហើមហត់ហើយនិយាយថាបន្តដំណើរទៅមុខទៀតនោះនឹងអាចរកឃើញមេបញ្ជាការដែលនៅក្នុងរូបថតហើយគាត់អាចណែនាំផ្លូវដល់ពួកអ្នកបានបន្ទាប់ពីថ្លែងអំណរគុណចង់ក៏ឆ្លៀតពេលយប់បន្តដំណើរទៅ
ទៅមុខទៀតរហូតដល់ជិតភ្លឺទើបរកឃើញជំរំរបស់មេបញ្ជាការនោះឆ្លងកាត់ភ្នំខាងមុខនោះទៅប្រហែលជាអាចទៅដល់មាត់ភ្នំភ្លើងហើយប៉ុន្តែនៅពេលទៅដល់ជំរំហើយសាកសួរពីដំណឹងរបស់មេបញ្ជាការទើបដឹងថាគាត់បានភ្លីជីវិតបាត់ទៅហើយចឹងគ្មានជំរឿអ្វីផ្សេងក៏បានទៅរកមេបញ្ជាការនៃជំរំនោះដើម្បីសុំផ្លូវរួមមួយមេបញ្ជាការពេលឮថាចិនចិត្តស្លាប់ក៏មានចិត្តមេត្តាហើយចំអកទៅឡានក្រុងមួយនៅក្បែរនោះជីហានឹងទៅមាត់ភ្នំភ្លើងបានយោហ៊ានបានឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយគាត់គ្រាន់តែសង្ឃឹមថាអាចឲ្យប្រពន្ធកូនរស់នៅបានសុខស្រួលក្នុងជីវិតដែលនៅសល់ប៉ុន្តែផ្លូវខាងមុខនៅតែមានឧបសគ្គរារាំងដដែលខណៈពេលដែលរថយន្តកំពុងបើកបរក៏ស្រាប់តែមានសំឡេងទុះមួយយ៉ាងខ្លាំងទីហ៊ានយាងបានស្ទុះចុះពីយន្តដើម្បីប្រជុំមុខផ្ទាល់ជាមួយក្រុមចោរប្លន់ហើយគាត់ក៏ត្រូវបានគេបាញ់សម្លាប់នៅកន្លែងកើតហេតុភ្លាមក្រុមចោរប្លន់ផ្សេងទៀតបានស្ទុះឡើងមកហើយស្រែកកំហុកឲ្យមនុស្សទាំងអស់ចុះពីយន្តយោហ៊ានចាប់ដៃអាណាជាប់រួចខ្សឹបប្រាប់ថាត្រូវតែនាំកូនប្រុសទៅមាត់ភ្នំភ្លើងឲ្យតតែបានបន្ទាប់មកការប៉ះទង្គិចគ្នាក៏បានស្ទុះឡើងនៅក្នុងរថយន្តអ្នកដំណើរផ្សេងទៀតឃើញដូច្នេះពួកគេបានរួមដៃគ្នាបង្ក្រាបក្រុមចោរប្លន់ម្នាក់បានជោគជ័យនៅក្នុងភាពចលាចលនោះសម្លេងកាំភ្លើងពីរគ្រាប់បានបន្លឺឡើងពីក្នុងឡានមួយសន្ទុះក្រោយមកយ៉ូហានក៏រុញទ្វារឡានដើរចេញមកអាណាបានធូរទ្រូងមួយរំពេចប៉ុន្តែយ៉ូហ៊ានដើរហាក់មានការលំបាកពេលគាត់ដកដៃចេញទើបអ្នកទាំងអស់គ្នាឃើញថាគាត់ត្រូវបានគេបាញ់ចំត្រង់ពោះហើយឈាមក៏ហូរចេញមកមិនដាច់យ៉ូហានខំថ្មិញហើយនិយាយថាខ្ញុំនៅតែអាចទ្រាំបានអាណារុះរាន់រត់ទៅកន្លែងបើកបរបញ្ឆេះឡានបន្តដំណើរទៅកាន់មាត់ភ្នំភ្លើងបន្ទាប់ពីធ្វើដំណើរបានមួយរយៈឡានក៏មិនអាចទៅមុខទៀតបានទើបពួកគេត្រូវចុះពីឡានហើយបន្តដំណើរដោយថ្មើរជើងអ្នកទាំងអស់គ្នាបានជួយក្រុមយ៉ូហ៊ានដើរឡើងទៅលើកំពូលភ្នំបន្ទាប់ពីដើរអស់រយៈពេលជាយូរទីបំផុតពួកគេក៏មកដល់កំពូលភ្នំនៅត្រង់មាត់ភ្នំភ្លើងនោះគឺមានភាពរងរវើកយ៉ាងខ្លាំងដើមឈើដុះត្រចឹងត្រឆៃទឹកបឹងខ្លាយយំចាំងពន្លឺក្រំពន្លឺថ្ងៃហាក់ដូចជាគ្រោះមហន្តរាយមិនដែលបានកើតឡើងអញ្ចឹងអ្នកបានឡើងទៅ